បាទជំរាបសួរថ្ងៃនេះកម្មវិធីសម្លេង podcast របស់ខ្ញុំសូមចូលខ្លួនណាយករឿងកំ pl ែងមួយពាក់ព័ន្ធទៅនឹង Gen Z ណា Gen Z ដែលទើបចាប់យកទៅប្រទេសចិនថ្មីហ្នឹងណាយើងមើលថាសម័យឥឡូវគេហៅថាសម័យអ៊ីនធឺណិតណាសម័យអ៊ីនធឺណិតលឿនណាប៉ុន្តែបើយើងប្រៀបធៀបទៅនឹងការបញ្ជូនខ្លួន Gen Z វិញវាលឿនជាងអ៊ីនធឺណិតទៀតឥឡូវយើងគិតមើលពេលវេលា យើងគិតមើលពេលវេលានៅខែធ្នូស្រាប់តែដល់ពេលសញ្ជាតិរបស់ Gen Z ត្រូវគេដកហូតចេញបាត់ហើយនៅថ្ងៃទី6ខែមករាGen Z ត្រូវគេចាប់ហើយក្នុងថ្ងៃទី1ហ្នឹង Gen Z ត្រូវគេបញ្ជូនចេញទៅឲ្យប្រទេសចិនវិញហើយអត់មានអីណាច្បាប់អីពង្រឹងអីណានេះលឿនហ្មងពុំទៅបាត់អត់មានចាំបាច់មានលេខលិខិតអីជាណាត្រឹមត្រូវទេយើងគឺយកកណាជា millionaire យើងជាមហាសេដ្ឋីមកផ្លែតនោះទៅបានផងក៏24ម៉ោងលេងបញ្ជូនខ្លួនទៅបាត់យើងមើល Gen Z វិញគាត់បានចំណាយពេលវេលាច្រើនណាដើម្បីកសាងនៅអាណាចក្ររបស់គាត់ណាយើងមើលមានកាស៊ីណូច្រើនណានៅស្រុកខ្មែរមានធនាគារណាឲ្យខ្ចីលុយការប្រាក់ថោកសង់អាគារខ្ពស់យ៉ាងណាជួយដល់លើស្អីដាក់វិនិយោគទុនជួយដល់វាកប៉ាល់ហោះវាអីស្រុកខ្មែរយើងហ្នឹងហើយស្រាប់តែបំពេចហ្នឹងបាត់ខ្លួនចេញហ្មងសម័យស្រុកខ្មែរយើងក៏អត់មានធ្វើសន្និសីទកថាអីអត់មានធ្វើសន្និសីទកសែតអត់មានខ្វល់អីច្រើននេះហើយក៏គ្មានអីអង់គ្លេសហៅ drama អីច្រើនណាអត់មាននិយាយអំពីអធិបតេយ្យភាពអីទេទៅហើយពឹងដូចគេថាម៉េចពួកនឹងដល់ប្រាប់ Gen Z ថាម៉េច Gen Z ឥឡូវ passport Gen Z ឯងលែងដំណើរការហើយណា Gen Z វាថាម៉េច Gen Z ថាម៉េចជួយអា passport មួយណាទៅអត់ដំណើរការហើយវាថាម៉េចអាទាំងអស់ហ្នឹងអត់ដំណើរការយកប្រើអីកាយអត់កើតដែរយើងពីជាមនុស្សអ្នកវិនិយោគទុនណាបែប VIP ឥឡូវហ្នឹងមកខ្លាយទៅជាមនុស្សកាន់វ៉ាលីត្រូវគេនាំចេញទៅក្រៅ24ម៉ោងលឿនបំផុតហ្នឹងហើយវាជារឿងមួយធ្ងន់ធ្ងរនៅពេលណាដែលមហាសេដ្ឋីណាត្រូវស្បតែគេការពារណាដោយអង្គរៈប៉ុន្តែឥឡូវសូម្បីចេញទៅគឺការពារដោយក្រុមមនុស្សមួយក្រុមហាមមិនឲ្យថតចាំដល់សុកចិត្តចាំថតប៉ូលីសដល់កមកនេះហើយយើងមើលទៅប្រទេសអាមេរិកក៏ចង់បាន Gen Z ប្រទេសចិនក៏ចង់បាន Gen Z ហើយយើងមើលស្រុកកម្ពុជាយើងចង់បាន Gen Z ដែរចង់បានមិនចង់ឲ្យបានទៅបាត់លះទៅហ្នឹងគេហៅថាអីគេហៅថាអ្នកសំណងការទូតអន្តរជាតិណាលឿនបំផុតម្នាក់ចង់បានយុត្តិធម៌ណាហ្នឹងហើយឥឡូវយើងមើលនេះម្ដងយើងមើលខាងធនាគារ Princess វិញម្ដងវាមិនបើយើងនិយាយទៅអាអ្នកឆោបោកតាម Telegram អូឆោបានលុយយើងហើយបិទ account ភ្លាមហ្មងអត់នេះទេបើអានេះលឿនជាងអ្នកឆោបោកតាម Telegram ទៀតណាហ្នឹងហើយ
ធ្លាប់តែជាធនាគារ Princeton ធ្លាប់តែជាអីគេហៅស្ថាប័នហិរញ្ញវត្ថុដ៏ធំមួយណាហើយឥឡូវហ្នឹងខ្លាយជាអីគេខ្លាយជាករណីយកមកសិក្សាផ្នែកហិរញ្ញវត្ថុម្ដងជាប្រវត្តិសាស្ត្រហ្នឹងហើយនិយាយចំទៅអានេះគឺគេហៅថាការធ្វើបច្ចុប្បន្នភាពទៅលើអីគេទៅលើប្រព័ន្ធនៅក្នុងស្រុកខ្មែរយើងហ្នឹងចិនស៊ីនិយាយចំទៅវាមិនមែនថាអស់សំណាងទេអស់សំណាងរបស់វាទេប៉ុន្តែសំណាងរបស់វាហ្នឹងត្រូវដល់ពេលវេលាហ្នឹងហើយដល់ពេលវេលាវាហ្នឹងហើយមានមនុស្សជាច្រើនណាចង់និយាយពីភពវាសនាហ្នឹងឯងយើងមើលភាសាយើងមើលភពវាសនារបស់ចិនស៊ីនៅពេលណានៅពេលដែលអ្នកការពាររបស់ខ្លួនឈប់ណានិយាយឈប់តាក់ទងជាមួយយើងមេធាវីលែងនិយាយអីទាំងអស់ឃើញទេហ្នឹងហើយអញ្ចឹងចិនស៊ីហ្នឹងគឺធ្លាក់ចេញពីអំណាចព្រោះអីគេព្រោះរាល់អំណាចទាំងឡាយនៅក្នុងដែលគាត់មានទាំងអស់ហ្នឹងលែងទទួលស្គាល់គាត់អត់មាននរណាគេតវ៉ាចំពោះគាត់អត់មាននរណាគេយំសោកត្រាម៉ាមួយគាត់ហ្នឹងជាទីបំផុតអានេះគឺជាមេរៀនមួយណាជាមេរៀនមួយដែលសម្រាប់ពួកមហាសេដ្ឋីវិនិយោគទុន VIP ដែលចង់ទៅរកស៊ីស្រុកខ្មែររកស៊ីកម្ពុជាហ្នឹងហើយចង់បានពេលកាលណាយើងមានតំណែងតំណងល្អគឺយើងនៅត្រូវគ្នានេះកាលណាយើងមានបញ្ហាអញ្ចឹងយើងទៅខ្លាយទៅជាមនុស្សទំនិញគេវិញហ្នឹងគេដោះដូរបានស្រួលចិត្តណាហ្នឹងហើយលឿនផុតណាឃើញមើលរឿងចិនស៊ីហ្នឹងអរគុណច្រើនណាបងប្អូនថ្ងៃនេះបានតាមដានស្ដាប់សំឡេង podcast របស់ខ្ញុំនិយាយពីរឿងចិនស៊ីកំប្លែងលេខនេះចុះបងប្អូនណាសូមអធិស្ឋានហ្នឹងហើយអរគុណជំរាបលាសុខសប្បាយទាំងអស់គ្នាបាទ